អ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះយើងមកតមេរៀនយើងបន្ថែមទៀតទាក់ទងជាមួយនឹង Windows Server អញ្ចឹងចំពោះមេរៀននៅក្នុងថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាទៅលើ service សំខាន់មួយចំនួនទៀតដែលអ្នកទាំងអស់គ្នានឹងត្រូវយកវាទៅធ្វើការ apply នៅក្នុង Windows Server អញ្ចឹង service បន្ទាប់គឺគេឲ្យឈ្មោះថា Disable Shutdown Event Tracker អញ្ចឹង Disable Shutdown Event Tracker ហ្នឹងវាគឺជាមុខងារមួយរបស់ Windows Server ដែលនឹងធ្វើការស្នើបានន័យថាវានឹងស្នើសុំនៅមូលហេតុណាមួយនៅពេលដែលយើងចង់ធ្វើការ shutdown ឬក៏ restart ម៉ាស៊ីន server ហើយបើក្នុងករណីដែលយើងអត់ចង់ឲ្យshutdown event tracker នេះវា load មកនៅរាល់ពេលដែលយើងបើក server ឬក៏បិទ server អញ្ចឹងយើងអាចធ្វើតាមវិធីនេះបានគឺចូលទៅធ្វើនៅក្នុង group policy អញ្ចឹងរបៀបចូលទៅក្នុង group policy របស់វាទី1គឺយើងត្រូវបើក CMD របស់យើងហើយ run វាជាមួយ admin តែក្នុងករណីនេះគឺយើងនៅក្នុង Windows Server ដែលយើងចូលតាមរយៈ admin ស្រាប់ហើយយើងមិនបាច់ចាំ run ជាមួយ admin ទេយើងគ្រាន់តែបើក CMD មកយើងវាយពាក្យថា gp edit.msc បន្ទាប់មកយើងចូលទៅក្នុង computer configuration ហើយយើងចូលទៅផ្នែក administrative template បន្ទាប់មកយើងរកមើលពាក្យថា system ហើយយើងទៅរកមើលពាក្យថា display shutdown event tracker ហើយយើង disable វាបន្ទាប់ពីយើង disable ហើយគឺយើងបើក CMD ដដែលហើយយើងវាយ comment ថា gp update/fork ដើម្បីឲ្យ service នឹងដំណើរការបន្ទាប់មកយើងទៅ restart server ម្ដងទៀតដើម្បីបញ្ជាក់ថាវាឈប់ load shutdown event tracker នេះមកអូខេអញ្ចឹងយើងទៅធ្វើវាទាំងអស់គ្នាមុនដំបូងយើងបើកនេះ remote desktop យើងមកបន្ទាប់មកវាយ IP របស់ server ហើយយើងចុច connect យើងវាយ password Windows Server យើងបញ្ចូលទៅអូខេអញ្ចឹងនៅពេលដែលយើងចូលទៅនេះវានឹងឃើញនេះ shutdown event tracker អញ្ចឹងបើយើងអត់ disable វាទេវានឹង alert ប្រាប់យើងរហូតនៅពេលដែលយើងបើកឬក៏បិទ server ដើម្បីស្នើសុំនៅមូលហេតុដែលយើងចង់បិទឬក៏យើង restart server ទៅអញ្ចឹងយើងចូលទៅបិទទាំងអស់គ្នាទី1យើងវាយមកនេះ gp edit.msc ហើយយើងចុច enter អូខេដល់មកយើងដាក់វាធំបន្តិចយើងចូលកន្លែងនេះមក administrative tablet ហើយយើងយកពាក្យថា system ហើយយើងទៅរកមើលពាក្យ display អក្សរ D នេះ display shutdown event tracker យើងចុចវាពីរដងទៅបន្ទាប់មកយើងយកពាក្យថា disable ហើយយើងចុច apply អូខេហើយយើងបិទវាមកវិញយើងប្រើ comment gp update/fork រងចាំវាបន្តិចអូខេអញ្ចឹងយើងសាក restart server យើងចាំមើលថានៅពេលដែលវាបើកមកវិញវានៅ load មកទៀតអត់យើងរងចាំវាបន្តិចទៅអញ្ចឹងយើងអាចធ្វើការ ping test បានថាពេលណាដែល server វា start ចាំយើង remote ទៅមើល
ចុច15ចុច10នៅទេអូខេបន្ទាប់ពីយើង restart ហើយយើងឃើញថាទាំងដែលវា load មកថា shutdown event tracker គឺវាលែង load មកហើយអញ្ចឹងបើក្នុងករណីដែលយើងចង់ restart server ទៀតក៏វាអត់មានទាមទារឲ្យយើងបំពេញនឹងលក្ខខណ្ឌអីដែរយើងសាកចុច restart ម្ដងទៀតទៅអូខេគឺវាទៅអញ្ចឹងយើងចូលមកចំណុចមួយទៀតគេឲ្យឈ្មោះថាវាជា service ទេគេឲ្យឈ្មោះវាថា IC Eco Reply អញ្ចឹងសួរថាគេប្រើវាដើម្បីអីអញ្ចឹងមុខងាររបស់វាគឺអនុញ្ញាតឲ្យកុំព្យូទ័រដទៃទៀតដែលស្ថិតនៅក្នុង network ping ឬរក Windows Server របស់យើងបានហើយសួរថាវាទៅ Windows Server ដើម្បីអីគឺដើម្បីពិនិត្យមើលថា server របស់យើងនឹងកំពុងតែដំណើរការនិងអាចទំនាក់ទំនងគ្នាបានអត់នៅក្នុង network គឺវាពិតជាមានសារៈសំខាន់មែនទែនប្រសិនបើ PC client អត់អាច ping ទៅកាន់ server បាននោះគ្រប់ service ទាំងអស់ដែល server ផ្ដល់ឲ្យគឺ client មិនអាចទទួលបានទេអញ្ចឹងជាចាំបាច់យើងត្រូវតែទៅ enable service មួយនឹងជាដាច់ខាតអញ្ចឹងនៅពេលដែល server បើកខ្ញុំនឹងទៅប្រាប់ពីរបៀបនៃការ enable វាហើយយើងមើលត្រង់នេះសិនទៅគេថា server នឹងគឺមានឈ្មោះថា server manager ហើយនៅក្នុង server manager ហ្នឹងគឺមាន option មួយឈ្មោះថា tool យើងចុចទៅលើវាបន្ទាប់មកយើងទៅស្វែងរកពាក្យថា Windows Firewall with Advanced Security ដើម្បី enable វាបានគឺត្រូវចូលតាមផ្នែកហ្នឹងអញ្ចឹងយើងមើលសិនថា server យើងវាដំណើរការវិញណាអូខេដំណើរការហើយយើង remote ចូលទៅធ្វើវាទាំងអស់គ្នា Switch server ខ្ញុំអូខេឥឡូវ server យើងបាន remote ចូលហើយអញ្ចឹងក្នុងមេរៀនយើងគឺយើងចូលទៅកន្លែងនេះ server manager យើងចុចបើកវាបន្តមកទៀតនេះកន្លែង tool យើងចុចលើវាទៅហើយយើងទាញវាចូលមកក្រោមរមើលពាក្យថា Windows Defender Firewall with Advanced Security តែមុននឹងយើង config យើងអាចតេស្តមើលបានថាយើងអាច ping មក server ស្គាល់អត់នេះជាម៉ាស៊ីននៅក្រៅខ្ញុំសាប់អូខេវាអត់ស្គាល់ទេណាអញ្ចឹងយើងចូលមក server យើងវិញដើម្បីយើងទៅ enable service ICMP Eco Reply អូខេវាចេញហើយអញ្ចឹងជំហានដំបូងគឺយើងចុចកន្លែងនេះ inbound rule sorry នេះខាងលើ inbound rule បន្ទាប់មកវានឹងចេញ service ជាច្រើនមកនេះ
ប៉ុន្តែវាអត់មាន service ICMP Echo Reply ទេអញ្ចឹងយើងចូលមកបង្កើត new យើងអាចចុចកន្លែងនេះក៏បានឬក៏យើង right click នៅលើនេះហើយយើងយកពាក្យថា new rule យើងចុចចេះមកបន្ទាប់មកយើងយកកន្លែងពាក្យ custom ហើយយើងយកពាក្យថា next យើងយក next មកបន្ទាប់មកកន្លែង protocol នេះគឺយើងយក ICMP Romer នេះ ICMP v4 បន្ទាប់មកយើងចុច next នៅត្រង់ចំណុចនេះពិតជាសំខាន់អញ្ចឹងវាដាក់ថា which local IP address does this rule apply to អញ្ចឹង IP របស់យើងគឺមាន2ទី1 192.168.15.0/24វាជា IP របស់ interface NAN ដែលយកអ៊ីនធឺណិតចូលមកក្នុង server និងមួយទៀត IP 192.168.10.0/24វាជា IP សម្រាប់ទាក់ទងនៅក្នុង local បន្ទាប់មកកន្លែងនេះយើងដាក់ដូចគ្នាមកយើង accept តែ IP 2ហ្នឹងទៅបើក្នុងការងារជាក់ស្ដែងអ្នកទាំងអស់គ្នាគឺត្រូវរៀបចំ IP address មុនបន្ទាប់មកបានយើងមក set នៅក្នុង Windows Server ថា IP ណាដែលគួរដែលអនុញ្ញាតឲ្យអាចស្គាល់ជាមួយ server និង IP ណាមិនគួរអាចស្គាល់ server អូខេយើងចុចតែប៉ុណ្្នឹងមកយើង next ទៀតយើង next ទៀតបន្ទាប់មកយើងដាក់ឈ្មោះវា ICMP v4 យើងដាក់ចេះទៅដើម្បីស្រួលចាំ enable អូខេហើយយើងចុច finish ទម្លាប់មួយដ៏ល្អនៅពេលយើងធ្វើក្នុង server គឺត្រូវតែ run command gp update/fork អញ្ចឹងចាំវា run ឲ្យចប់យើងទៅសាក ping ពីម៉ាស៊ីនខាងក្រៅតើវាអាចស្គាល់ជាមួយ server អត់អូខេយកមកឃើញគឺស្គាល់បណ្ដេញគ្រាន់តែយើង enable ភ្លាមគឺ ping ស្គាល់ខ្ញុំ close ចោលកុំឲ្យវាបើកញ៉ៃញ៉ៃច្រើនពេកតែមកយើងសាកបិទវិញហើយយើងដាក់ ping ដដែលប៉ុន្តែយើងសាកមក disable នេះយើង disable តើ client អាចស្គាល់អត់យើងមកមើលគឺលេងស្គាល់ហើយគឺវា request time out អញ្ចឹងបើយើងចង់ឲ្យវាអាច ping មក server ស្គាល់យើង enable នៅពេលដែលយើង enable ភ្លាម yes ស្គាល់អញ្ចឹង service ទាំងអស់នេះគឺសំខាន់អ្នកទាំងអស់គ្នាត្រូវតែព្យាយាមចាំហើយនៅពេលដែលដំឡើង server គឺត្រូវតែដាក់អូខេអញ្ចឹងយើងចូលមកមេរៀនយើងបន្តទៀតទាក់ទងទៅនឹងចំណុចទី3ដែលគេឲ្យឈ្មោះថា NTP protocol អញ្ចឹង NTP ហ្នឹងគេត្រូវការវាដើម្បីធ្វើឲ្យ server និង computer ទាំងអស់ដែលនៅក្នុង network នោះគឺមានម៉ោងត្រឹមត្រូវនិងស្របគ្នាឧទាហរណ៍ server របស់យើងគឺវាមានម៉ោង10ពេលព្រឹកអញ្ចឹងគ្រប់ computer client ទាំងអស់គឺត្រូវតែមានម៉ោងឲ្យដូចគ្នាហើយន័យរួមវាគឺបានន័យថា computer ទាំងអស់គឺត្រូវតែមានម៉ោងដូចគ្នាមិនអាចខុសគ្នាបានទេនឹងជាចំណុចសំខាន់ហើយបញ្ហាដែលអាចកើតឡើងនៅពេលដែលម៉ោងរបស់ server និង computer អត់ត្រូវគ្នាបានន័យថា server គឺពេលនេះម៉ោង10ហើយ computer client
គឺម៉ោង10នាទីហើយបញ្ហាដែលកើតឡើងទី1 client ទាំងអស់គឺពិបាក log ចូលទៅក្នុង user domain ប្រកាសជាមានបញ្ហានៅពេលដែលម៉ោងខុសគ្នាហើយ Active Directory បានន័យថា user ហ្នឹងក៏មានបញ្ហាផ្សេងជាច្រើនហើយការ authentication ក៏មានបញ្ហាចំពោះ server និង client event log ក៏អាចនឹងខុសម៉ោងឬក៏ហេតុការណ៍ណាមួយដែលកើតឡើងនៅក្នុង server និង client ហើយ schedule task ក៏អាចមានដំណើរការឬក៏ដំណើរការដែរប៉ុន្តែវាខុសពេលវេលាដែលយើងបានកំណត់អញ្ចឹងនេះសុទ្ធតែជាបញ្ហាមួយចំនួនដែលខ្ញុំធ្លាប់ជួបប្រទះនៅក្នុង Windows Server ហើយនិង Windows Client ដែលការធ្វើឲ្យម៉ោងនោះអត់ត្រូវគ្នាអញ្ចឹងយើងចូលទៅចំណុចបន្ទាប់មួយទៀតគឺថាដើម្បីយើងទៅបើក NTP នឹងបានទី1យើងត្រូវចូលតាម CMD ហើយវាយពាក្យថា gpedit.msc បន្ទាប់មកយើងត្រូវមើលពាក្យថា Computer Configuration Administrative Templates System and Windows Theme Service បន្ទាប់មកយើងរកមើលពាក្យថា Theme Provider ហើយនៅក្នុង Theme Provider ហ្នឹងគឺវាមាន3ចំណុចសំខាន់ទី1គេឲ្យឈ្មោះថា config Windows NTP client អញ្ចឹងចំណុចហ្នឹងមានន័យថា Windows Server 2025របស់យើងហ្នឹងគឺវានឹងធ្វើការស្នើសុំមកពី NTP server អញ្ចឹងនៅពេលដែល server វាទៅស្នើសុំមកពី NTP server ដែលនៅលើអ៊ីនធឺណិតនោះគេឲ្យឈ្មោះ server យើងថាជា client ពីព្រោះអីពាក្យថា client និង server ឲ្យតែយើងទៅស្នើសុំពីនរណាម្នាក់ទោះជា Windows យើងជា Windows Server ក៏ដោយឲ្យតែយើងទៅស្នើសុំពីគេគឺយើងជា client ហើយចំណុចហ្នឹងអ្នកទាំងអស់គ្នាគួរតែចងចាំនិងមួយទៀតយើងត្រូវទៅ enable Windows NTP client ចំណុចទី2ហ្នឹងមានន័យថា Windows Server 2025របស់យើងវាអាចទទួលនិង synchronize មកពី NTP server បានអញ្ចឹងចំណុចទី1យើងត្រូវនេះ config វាបន្ទាប់មក enable វាបើសិនជាយើងអត់ enable វាក៏វាអត់អាចទៅ request បានដែរហើយចំណុចទី3គឺយើងត្រូវទៅ set NTP server មានន័យថាយើងឲ្យ server របស់យើងវាផ្ដល់ម៉ោងទៅឲ្យ client វិញចំណុចនេះអាចថាអ្នកទាំងអស់គ្នាពិបាកយល់បន្តិចចំណុចទី1គឺឲ្យ server យើងទៅស្នើសុំពេលវេលាជាក់លាក់ណាមួយពីលើអ៊ីនធឺណិតបន្ទាប់មកយើងនឹងឲ្យ server យើងដែលទទួលបានម៉ោងជាក់លាក់ហើយឲ្យវាផ្ដល់ទៅឲ្យ client នៅក្នុង network យើងឲ្យមានម៉ោងជាក់លាក់ដូចគ្នាអូខេអញ្ចឹងយើងទៅធ្វើទាំងអស់គ្នាចូលទៅក្នុង server បិទអានេះចេញសិនបន្ទាប់មកយើងប្រើពាក្យ gp edit នេះដដែលហើយយើងចុច OK នៅក្នុងមេរៀនគឺយើងបានបញ្ជាក់ហើយគឺចូលកន្លែងនេះរងចាំវាបន្តិចបន្ទាប់មកកន្លែង system ទាញវាចុះក្រោមនេះ time service Windows មានអារម្មណ៍ថ្ងៃនេះម៉ាស៊ីនខ្ញុំរៀងគៀងយើងចុចវាមកយើងឃើញមាន3ចំណុចឯងអញ្ចឹងដំបូងយើងចូលមកអានេះមកចុចវា2ដងបន្ទាប់មកយើងចុច enable ចាំវាបន្តិច
ហើយយើងចុច apply អូខេ config នេះយើងចូលមក enable វាដែរកន្លែងនេះគឺយើងត្រូវដូរចេញពីព្រោះយើងដាក់ឲ្យត្រូវម៉ោងនៅខ្មែរ copy មកដាក់វាមើលមានចុច space អីអត់បន្ទាប់មកយើងយក NTP ហើយយើងចុច apply ចុច OK ចំណុចចុងក្រោយនេះដាក់វាជា server ឲ្យទៅ client ម្ដង enable yes y gp update /form ដាក់វាទូអញ្ចឹងម៉ោងឲ្យវាត្រូវគ្នាអស់ហើយបន្ទាប់មកទៀតគឺយើងត្រូវបើក port 123ដើម្បីឲ្យវាធ្វើការទៅ sync ម៉ោងពីអ៊ីនធឺណិតចូលមក server យើងនេះក៏ជាចំណុចសំខាន់ដែរអ្នកទាំងអស់គ្នាត្រូវតែបើកហើយចំពោះ NDP គឺវាដើរល្អនៅលើ UDP អញ្ចឹងយើងចូលទៅដើម្បីទៅ enable port វាគឺធ្វើដូចមុនដែរគឺចូលក្នុង tool នេះតមកចុចកន្លែងនេះ inbound rule យើង right click យក new យើងយក port យើងចុច next UDP specific port 123 next មកយើងដាក់ថា enable NGP port 123អូខេខ្ញុំទៅរៀងលឿនបន្តិចដោយសារអត់ចង់ឲ្យអ្នកទាំងគ្នាចំណាយពេលមើលយូរបិទវា GP address platform អូខេអញ្ចឹងវាដំណើរការអស់ហើយអញ្ចឹងចំពោះមេរៀនថ្ងៃនេះគឺខ្ញុំបង្ហាញអ្នកទាំងគ្នាតែ3ចំណុចហ្នឹងទេទី1ទាក់ទងទៅនឹងការ disable event tracker ការ enable ICMP echo reply និងមួយទៀតទាក់ទងទៅនឹងការបើក NTP server អញ្ចឹង3ចំណុចនេះអ្នកទាំងអស់គ្នាអាចធ្វើការសិក្សានិងធ្វើការសាកល្បង config ដោយខ្លួនឯងបើសិនបើអ្នកទាំងអស់គ្នា config ទៅអត់ដើរឬក៏មានបញ្ហាណាមួយអាច comment នៅខាងក្រោមវីដេអូដើម្បីឲ្យខ្ញុំពន្យល់បន្ថែមអាចថាពេលដែលអ្នកទាំងអស់គ្នាកំពុងតែមើលហ្នឹងអ្នកទាំងអស់គ្នាអត់ទាន់មានសំណួរទេប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាអនុវត្តជាក់ស្ដែងប្រកាសជាជួបបញ្ហាហើយអញ្ចឹងខ្ញុំរីករាយនឹងឆ្លើយរាល់សំណួរអ្នកទាំងអស់គ្នាហើយក៏សូមអរគុណដែលអ្នកទាំងអស់គ្នាចំណាយពេលមកទស្សនាវីដេអូរបស់ខ្ញុំនៅសប្តាហ៍ក្រោយខ្ញុំនឹងធ្វើជាវីដេអូបន្ថែមទៀតទាក់ទងទៅនឹងការ set up speed ផ្សេងទៀតដើម្បីចែកជូនអ្នកទាំងអស់គ្នាអរគុណជួបគ្នានៅវីដេអូក្រោយ